សូមស្វាគមន៍មកកាន់ Channel ម្ហូបខ្មែរអញ្ចឹងហើយថ្ងៃនេះ Channel ម្ហូបខ្មែរនឹងបង្ហាញបងប្អូនពីរបៀបឆាផ្កាស្ពៃឲ្យមានពណ៌ស្អាតហើយសាច់ហ្នឹងក៏ផុយល្អអញ្ចឹងហើយបងប្អូនចង់ដឹងពីវិធីធ្វើកុំភ្លេចតាមដានទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាហើយមុននឹងទស្សនានេះផងដែរបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងតើឥឡូវមករៀបចំបន្លែជាមួយនឹងខ្ញុំទាំងអស់គ្នាបន្លែនេះគឺនឹងខ្ញុំទិញមកពីផ្សារប៉ុន្តែគឺថាល្អខ្ចីមែនតែនលោកយាយម្នាក់គាត់បានប្រាប់ថាជាបន្លែដែលគាត់ដាំនៅខ្លួនឯងហើយបន្ទាប់មកទៀតគឺនឹងខ្ញុំកាត់យកផ្នែកខ្ចីបងប្អូនកន្លែងណាចាស់គឺខ្ញុំបោះចោលបងប្អូនឃើញទេល្អមែនតែនបងប្អូនហើយបន្ទាប់មកគឺយើងយកមកសម្អាតដោយយើងលាងទឹក4ទៅ5ទឹកអញ្ចឹងណាបងប្អូនហើយយើងលាងដោយថ្នមដោយសារតែផ្កាស្ពៃរបស់យើងហ្នឹងគឺជ្រុះអស់ហើយលាងបណ្ដើគឺជ្រុះបណ្ដើតែម្ដងចំណែកផ្នែកសាច់គឺខ្ញុំប្រើសាច់គោវាចូលជាតិជាងសាច់ជ្រូកបងប្អូនតែបងប្អូនដាក់សាច់ជ្រូកក៏បានដែរសាច់គោខ្ញុំគឺយកផ្នែកចម្លោបងប្អូនហើយហាន់ជាទទឹងសាច់កុំហាន់បណ្ដោយហាន់ទទឹងសាច់អញ្ចឹងគឺអត់ស្វិតទេបន្ទាប់មកគឺនៅខ្ញុំបានយកខ្ទឹមសមកដំហើយកញ្ច្រាំឲ្យម៉ត់កាន់តែម៉ត់ខ្ទឹមរបស់យើងពេលលីងជាមួយនឹងខ្លាញ់នោះកាន់តែឈ្ងុយបងប្អូនច្រាំឲ្យម៉ត់ប៉ប៉អញ្ចឹងមកឃើញថាដាក់ខ្ទឹមកាន់តែច្រើនកាន់តែឈ្ងុយចំណែកស្លឹកខ្ទឹមខ្ញុំហាន់ទុកពេលដែលឆារបស់នឹងខ្ញុំឆ្អិនគឺខ្ញុំដាក់ពេលក្រោយឥឡូវនេះគឺខ្ញុំបានត្រៀមសាច់និងបន្លែរួចរាល់ហើយចំណែកឯគ្រឿងផ្សំនេះខ្ញុំនឹងអិតនៅពេលដែលចម្អិនបន្ទាប់មកទៀតនេះខ្ញុំដាំទឹកឲ្យក្តៅឲ្យពុះបន្ទាប់មកគឺខ្ញុំស្រោះផ្កាស្ពៃរបស់ខ្ញុំស្រោះបន្តិចដើម្បីឲ្យងាយស្រួលក្នុងការឆាគ្រាន់តែយើងត្រឡប់ជាមួយសាច់គោមកគឺជាការស្រេចតែបើយើងអត់ស្រោះក៏បានដែរតែស្រោះអញ្ចឹងទៅងាយលឿនណាបងប្អូនព្រោះយើងប្រើសាច់គោអញ្ចឹងគឺត្រឡប់ទៅ2 3ត្រឡប់គឺឆ្អិនតែម្ដងហើយដើម្បីឲ្យបន្លែរបស់យើងនៅពណ៌ស្រស់គឺយើងបន្ទាប់ពីយើងស្រង់ចេញពីទឹកក្តៅមកត្រូវដាក់មួយត្រាំមួយទឹកត្រជាក់អញ្ចឹងបងប្អូនដើម្បីឲ្យបន្លែរបស់យើងនៅពណ៌បៃតងតើឥឡូវយើងដាក់ប្រេងឆាក្តៅបន្តិចរួចខ្ទឹមដែលយើងច្រាំហ្នឹងគឺយើងដាក់លីងជាមួយនឹងខ្លាញ់ប្រេងឆារបស់យើងហ្នឹងឲ្យឡើងឈ្ងុយបន្តិចមកបន្ទាប់មកនេះខ្ញុំដាក់ស្ករត្នោតកន្លះស្លាបព្រាបងប្អូនគឺនេះខ្ញុំឆាចូលចិត្តដាក់ស្ករមុនមែនតើដើម្បីឲ្យឈ្ងុយហើយពណ៌ស្អាតទៀតបងប្អូននៅពេលដែលជើងក្រងយើងចាក់សាច់ចូលតែម្ដងដាក់សាច់ចូលអញ្ចឹងទៅបងប្អូនធ្វើការច្របល់2 3ត្រឡប់រួចយើងបន្ថែមគ្រឿងដូចជាម្សៅស៊ុបកន្លះស្លាបព្រាហើយក៏លួចប៊ីចេងបន្តិចទឹកត្រីបន្តិចផងដែរបន្ទាប់មកគឺម្រេចបងប្អូនហើយនឹងអំបិលខ្ញុំដាក់បន្តិចដែរដើម្បីឲ្យវាគ្រប់រសជាតិចឹងមានចូលចិត្តល្អហើយនឹងប្រេងខ្យងចំនួន2ស្លាបព្រាផងដែរថ្ងៃលើនេះឃើញថាគ្រឿងដែលខ្ញុំប្រើគឺតែប៉ុណ្្នឹងឯងរួចយើងកូរត្រឡប់មើលទៅសម្ពាប់សាច់គោរបស់យើងហើយគឺយើងដាក់បន្លែដែលយើងស្រស់អំបាញ់មិញណាបងប្អូនចូលតែម្ដងហើយអត់មាននៅងាស់នៅដាក់ទឹកអីទេបងប្អូនផ្កាស្ពៃរបស់យើងហ្នឹងគឺនឹងចេញទឹកមកតែម្ដងដោយសារតែយើងបានស្រស់រួចរាល់ហើយបន្តិចគឺចេញទឹកអានេះបងប្អូនឃើញទេយើងកូរទៅ2 3ត្រឡប់មកឃើញថាសាច់គោនិងផ្កាស្ពៃរបស់យើងគឺតំណងខ្លាំងមែនទែនហើយឥឡូវនេះឃើញថាឆ្អិនរួចរាល់ហើយបន្ទាប់មកចុងក្រោយនឹងខ្ញុំក៏បន្ថែមស្លឹកខ្ទឹមដើម្បីឲ្យឆារបស់យើងកាន់តែមានក្លិនឈ្ងុយនិងមានរសជាតិឆ្ងាញ់អញ្ចឹងហើយបងប្អូនកុំភ្លេចណាធ្វើតាមនឹងខ្ញុំទាំងអស់គ្នាងាយលឿនខ្លាំងមែនទែនអាចញ៉ាំលេងក៏បានញ៉ាំជាមួយបាយក៏បានបងប្អូនជំនួយសុខភាពល្អមែនទែនហើយអញ្ចឹងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេក៏សូមអរគុណសូមជម្រាបលា